សាច់ដូងទុំចិននេះគឺខ្ញុំចូលចិត្តធ្វើមែនតើបងប្អូនខ្ញុំធ្វើមកច្រើនដងប៉ុន្តែញ៉ាំអត់ចេះតឡន់ទេឲ្យតែណាមានសាច់ដូងសតនៅផ្ទះច្រើនអញ្ចឹងដឹងតែយកមកធ្វើជៀនបែបនេះដោយសារតែគ្រឿងផ្សំរបស់វាតិចខ្លាំងបងប្អូនគ្រឿងផ្សំមានតែម្សៅអង្ករដំណើបសាច់ដូងមកហើយស្ករសគឺខ្ញុំជឿជាក់ថាបងប្អូនអ្នកនេះប្រកាសជាមានស្ករនៅទេហើយអញ្ចឹងយើងដាក់ស្ករសក៏បានឬក៏ស្ករត្នោតក៏បានដែរបើយើងយកស្ករត្នោតមកលាយគឺសាច់នំរបស់យើងវាកាន់តែឈ្ងុយល្អទៀតហើយបានពណ៌ស្អាតហើយសាច់នំនេះពេលដែលយើងជៀនឆ្អិនទៅបងប្អូនយើងព្យាយាមជៀនឲ្យក្រៀមផ្នែកខាងក្រៅយើងជៀនឲ្យក្រៀមល្អពេលដែលញ៉ាំគឺឈ្ងុយមែនតើញ៉ាំទៅបែបរៀងស្រួយតិចៗហើយត្រូវខាងក្នុងខ្ញុំលាយជាមួយម្សៅអង្ករដំណើបចឹងបែបរៀងទន់ឈ្ងុយជាមួយនឹងសាច់ដូងនឹងហ្មងហើយចំណែកគ្រឿងផ្សំវិញអត់មានអីច្រើនទេនំនេះគឺចំណាយលុយតិចណាស់បងប្អូនគ្រឿងផ្សំមានតែ2 3មុខទេមុនដំបូងនេះគឺខ្ញុំលាយខ្ទិះដូងចំនួន90ក្រាមឬក៏90មីលីលីត្របងប្អូនយកខ្ទិះដើមក៏បានខ្ទិះចុងក៏បានដែរចំណែកស្ករត្នោតវិញខ្ញុំដាក់100ក្រាមបងប្អូនអាចចំនួនដោយស្ករសបានដូចគ្នាដែរគ្រាន់តែយើងយកស្ករសមកធ្វើសាច់នំរបស់យើងវាពណ៌អត់សូវស្អាតខ្ញុំបានបន្ថែមអំបិលបន្តិចដែរហើយខ្ញុំកូរគ្រឿងផ្នែកទឹកហ្នឹងឲ្យវាចូលសព្វគ្នាបានល្អឲ្យស្ករត្នោតហ្នឹងវារលាយខ្លាចជាទឹកស្ករបែបនេះទៅបើខ្ញុំយកសាច់ដូងហើយនិងម្សៅមកលាយសាច់ដូងនេះដែរបងប្អូនចង់ដាក់ច្រើនក៏បានដាក់តិចក៏បានដែរសម្រាប់ខ្ញុំវិញគឺនៅសល់សាច់ដូងប្រហែលជា2ខាំកន្លះគឺខ្ញុំដាក់ទៅទាំងអស់បងប្អូនហើយបន្ទាប់មកខ្ញុំបានលាយម្សៅគឺខ្ញុំប្រើជាភេទម្សៅអង្ករដំណើប185ក្រាមគ្រឿងផ្សំមានតែប៉ុណ្្នឹងទេបងប្អូនគ្រឿងផ្សំគឺតិចខ្លាំងមែនតើបងប្អូនបើសិនជាមានម្សៅអង្ករដំណើបនៅផ្ទះទេគឺថាកាន់តែល្អយើងចំណាយលុយទិញតែសាច់ដូងហើយខ្ទិះដូងបងប្អូនអាចទិញតែសាច់ដូងហើយយើងច្បាក់យកទឹកវាបន្តិចក៏បានដែរឬក៏យើងអាចលាយជាមួយនឹងទឹកត្រជាក់ធម្មតាក៏បានដែរដោយសារតែយើងលាយសាច់ដូងច្រើនអញ្ចឹងគឺសាច់នំហ្នឹងវាឈ្ងុយអូតូវាឈ្ងុយស្រាប់ហើយបងប្អូនចំណែកម្សៅវិញគឺយើងប្រើបានតែម្សៅអង្ករដំណើបនោះតែមួយមុខទេបងប្អូនខ្ញុំប្រកាសថាបងប្អូនពេលដែលខ្ញុំផុសវីដេអូទៅគាត់ជាមានបងប្អូនដែលគាត់ខមមិនសួរថាដាក់ម្សៅអង្ករខ្សាយម្សៅមីបានគឺអត់ទាំងអស់គឺយើងដាក់បានតែម្សៅអង្ករដំណើបមួយគត់យកម្សៅអង្ករដំណើបមកធ្វើគឺសាច់នំរបស់យើងខាងក្រៅវាស្រួយឆ្ងាញ់ហើយខាងក្នុងបែបទន់ស្អិតល្មួតគឺឆ្ងាញ់មែនតើបងប្អូនយើងលាយជាមួយនឹងម្សៅអង្ករខ្សាយគឺថាធ្វើបានដូចគ្នាគ្រាន់តែសាច់នំវារឹងញ៉ាំអត់សូវឆ្ងាញ់ទេហើយនេះខ្ញុំរៀបចំមូលវាបែងចែកជា6ដុំខ្ញុំធ្វើនំភាគច្រើនខ្ញុំធ្វើចូលចិត្តធ្វើរៀងធំបងប្អូនដោយសារតែខ្ញុំខ្ជិលចំអិនវាច្រើនដងអញ្ចឹងខ្ញុំមូលវារៀងធំអញ្ចឹងទៅហើយយើងសង្កត់ឲ្យវារៀងកប៉ែតបន្តិចដើម្បីឲ្យសាច់នំរបស់យើងវាឆាប់ឆ្អិនបានល្អបើសិនជាបងប្អូនមានពេលច្រើនអីយើងអាចមូលវារៀងតូចល្មមទៅបានហើយយើងសង្កត់វាឲ្យកាន់តែស្ដើងសាច់នំកាន់តែក្រៀមញ៉ាំគឺកាន់តែឆ្ងាញ់ហើយខ្ញុំនេះគឺធ្វើរៀងច្រើនអញ្ចឹងគឺខ្ញុំមូលវាបាន6ដុំរៀងធំបែបនេះខ្ញុំជៀននេះគឺចំណាយពេលរៀងយូរដែរបងប្អូនមុនដំបូងហ្នឹងគឺខ្ញុំបើកភ្លើងតិចល្មមតែយើងទុកផ្ងំវាបិទកំហប់ផ្ងំវាចោលប្រហែលជា7ទៅ8នាទីទៅឲ្យសាច់នំរបស់យើងវារៀងរឹងយើងងាយស្រួលក្នុងការប្រែហើយចាំយើងទៅឡើងភ្លើងហ្គាសបន្តិចបិចមកឲ្យវាក្តៅងុំឆាប់ឆ្អិនបងប្អូនហើយនេះសាច់នំដែលខ្ញុំបានធ្វើនេះគឺឆ្អិនហើយរួចរាល់បងប្អូនអើយគឺថាពណ៌វិញល្អខ្លាំងមែនតើហ្មងបើកំហុបឆ្នាំងមកគឺឈ្ងុយជាមួយនឹងក្លិនដូងនឹងហ្មងបងប្អូនគួរតែសាកធ្វើសាច់នំនេះគឺឆ្ងាញ់ខ្លាំងបងប្អូនគឺថាធ្វើម្ដងហ្នឹងដឹងតែជក់ចិត្តហ្មង